នៅក្នុងកម្មវិធីជ្រើសរើសមហេសីមហាក្សត្រយានីបានតែងតាំងខ្ញុំជាមហេសីបងជីដូនមួយយើងស្រាប់តែលុតជង្គង់ភ្លាមនៅមុខសាលធំយកសៀវភៅអាហារមួយក្បាលផ្ដល់ជូនសៀវភៅអាហារបានគូមុខរបស់ស្ត្រីនោះទេប៉ុន្តែបានគូរូបផ្កាអង្គាសដូចនៅចង្កេះខ្ញុំដែលជាស្នាមពីកំណើតគូយ៉ាងរស់រវើកខ្លាំងណាស់គំនូរអាហារនៅក្នុងព្រះបរមរាជវាំងជាការរំលោភលើច្បាប់រាជវាំងរួចទៅហើយប្រសិនបើស្ត្រីខ្លាចជាតួឯកនៃគំនូរព្រំចារីភាពរបស់តួឯកត្រូវបានបំផ្លាញទាំងស្រុងកេរ្តិ៍ឈ្មោះរបស់គាត់ត្រូវបានបំផ្លាញទាំងស្រុងយានយ៉ាងក្រហមហើយសម្លេងរបស់នាងស្រទន់ប្រែជាត្រជាក់ទោះបីខ្ញុំស្រឡាញ់ប្អូនស្រីខ្ញុំក៏ដោយតែខ្ញុំមិនហ៊ានកុហកអធិរាជសូមព្រះអង្គជ្រាបការពិតផងកេរ្តិ៍ឈ្មោះប្អូនស្រីខ្ញុំត្រូវបានបំផ្លាញនាងមិនស័ក្តិសមមហេសីរាជបុត្រទេមួយយប់កេរ្តិ៍ឈ្មោះរបស់ខ្ញុំត្រូវបានបំផ្លាញคล้ายជានារីអាហារបំផុតនៅក្នុងរាជធានីជីនយូញឹមនៅដាក់មុខខ្ញុំយ៉ាងទន់ភ្លន់បើមិនមែនអ្នកមីងជួយគូវាដោយផ្ទាល់ទេស្នាមពីកំណើតរបស់ប្អូនស្រីអ្នកផ្សេងគេនៅមិនជឿទេកូនស្រីស្របស្បាប់របស់គ្រួសារអភិជនបែបអាចធ្វើរឿងមិនស្អាតស្អំបែបនេះអ្នកម្ដាយសម្លឹងមើលខ្ញុំដោយគ្មានជំរឿមីងរបស់ឯងបានជួយសង្គ្រោះជីវិតយើងបានសន្យាជាមួយយើងនឹងឲ្យនាងរៀបការបានដ៏ល្អបំផុតនៅលើពិភពលោកតែបើឯងនៅមួយថ្ងៃទៀតគឺពាំងផ្លូវរបស់នាងឈូយ៉ាវកុំបន្ទោសម្ដាយថាគ្មានបេះដូងអីខ្ញុំដូចធ្លាក់ចូលក្នុងបន្ទប់ទឹកកកក្រោមដីម្ដាយខ្ញុំជាអ្នកឲ្យគេគូរូបអាហារខ្លែងមកបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំដើម្បីឲ្យក្មួយស្រីដែលគាត់ពេញចិត្តបំផុតការនៅក្នុងវិមានបុត្រាគាត់យកមូលហេតុថាខ្ញុំអស់ព្រហ្មចារីយ៍ជាលេសប្រទានសូត្រឲ្យខ្ញុំស្លាប់បងជីដូនមួយយកបណ្ណាការរបស់ខ្ញុំរៀបការក្បួនដង្ហែដ៏អស្ចារ្យពេលខ្ញុំបើកភ្នែកឡើងខ្ញុំត្រឡប់ទៅថ្ងៃពិធីជប់លៀងជ្រើសរើសមហេសីរាជបុត្រស្នាមដើមផ្កាលើចង្កេះរបស់អ្នកនាងពិតជាស្អាតណាស់អ្នកបម្រើស្រីចាក់ទឹកបន្តើសរសើរបន្តើសំឡេងបានធ្វើឲ្យខ្ញុំភ្ញាក់ពីដំណេកទទួលបានអារម្មណ៍កក់ក្ដៅពីទឹកខ្ញុំបានដឹងខ្លួនឡើងវិញខ្ញុំរស់ឡើងវិញហើយខ្ញុំនៅរស់រានមានជីវិតទេខ្ញុំនៅក្នុងបន្ទប់របស់ខ្ញុំនៅឡើយពិធីជប់លៀងជ្រើសរើសអ្នកនាងមិនទាន់ចាប់ផ្ដើមនៅឡើយខ្ញុំស្ទាបស្នាមដើមផ្កាលើចង្កេះរបស់ខ្ញុំជីវិតមុនត្រូវម្ដាយខ្ញុំប្រើខ្សែសូត្រច្របាច់ក៏ទាំងរស់រហូតដល់ស្លាប់អារម្មណ៍ថប់ដង្ហើមត្រជាក់និងអស់សង្ឃឹមសម្លឹងមើលពន្លឺថ្ងៃនៅខាងក្រៅបង្អួចខ្ញុំញឹមហើយល្អណាស់ខ្ញុំនៅរស់លើកនេះគ្មាននរណាម្នាក់អាចធ្វើបាបខ្ញុំម្ដងទៀតឡើយខ្ញុំបានស្លៀកពាក់ហើយចេញទៅក្រៅទ្វារពួកគាត់បានអង្គុយនៅលើទេសេះរាងកាយរបស់នាងស្លៀកសម្លៀកបំពាក់ស្អាតក្បាលនាងពាក់ត្បូងពេជ្រទាំងនោះបានមកពីបាតថតរបស់ម្ដាយខ្ញុំជាបណ្ណាការឥឡូវនេះពាក់នៅលើក្បាលបងស្រីជីដូនមួយរបស់ខ្ញុំមើលខ្ញុំយ៉ាងដិតដល់គាត់ញឹមដោយអំនួតអ្នកមីងនិយាយថាស្នៀតសក់វាសមនឹងឈ្មោះរបស់ខ្ញុំដូច្នេះឲ្យខ្ញុំទេប្អូនស្រីខាងទៅខ្ញុំក្រវីក្បាលម្ដាយខ្ញុំពេញចិត្តជីនយូមិនមែនជារឿងថ្មីទេចាប់តាំងពីបងជីដូនចូលមកក្នុងផ្ទះមកនាងត្រូវតែផ្ដល់អាទិភាពដល់អ្វីទាំងអស់គ្រឿងអលង្ការគួរត្រូវតែប្រគល់ជូននាងជាមុនសិននៅពេលជ្រើសរើសសូត្រក៏ឲ្យនាងជ្រើសមុនទុកដេរសម្លៀកបំពាក់ថ្មីដំណាក់បន្ទប់ត្រូវឲ្យបងស្រីនៅធំជាងគេនិងធំទូលាយបំផុតសំបីតែម្ហូបនៅក្នុងផ្ទះបាយត្រូវតែរៀបចំតាមរសជាតិអ្នកនាង beef ជីនយូនាងសម្លឹងមកខ្ញុំហើយសួរដោយស្ទាក់ស្ទើរលោកពូសង្ឃឹមថាប្អូននឹងត្រូវបានជាប់ការជ្រើសរើសទេខ្ញុំពិតជាច្រណែនប្អូនស្រីដែលមានឪពុកដ៏ល្អម្នាក់មិនដូចខ្ញុំឪពុកម្ដាយបានស្លាប់អស់ខ្ញុំគ្មានអ្នកផ្គត់ផ្គង់ប្រាក់ឲ្យខ្ញុំនិយាយរួចភ្នែកនាងឡើងក្រហមម្ដាយខ្ញុំបានទាញនាងមកអបហើយជួយជូតទឹកភ្នែករួចក៏ជួនចិញ្ចើមគាត់សម្លឹងមកខ្ញុំដោយមិនពេញចិត្តឈូយ៉ាវជាធម្មតាខ្ញុំត្រូវបង្រៀនឯងយ៉ាងម៉េចត្រូវចេះបន្ទាបខ្លួននិងយោគយល់ឯងដឹងថាបងស្រីឯងមិនមានឪពុកម្ដាយដែរស្រឡាញ់នាងទេតែងតែធ្វើឲ្យនាងឈឺចាប់ជានិច្ចខ្ញុំមើលទៅភ្នែកគាត់គិតដល់ជាតិមុនពេលគាត់បានច្របាច់ក៏ខ្ញុំនឹងខ្សែបូសូត្រពណ៌គាត់គឺត្រជាក់និងខូខើតែទៅមើលគាត់ផ្ដល់ក្តីស្រឡាញ់ទៅជានេះខ្ញុំនិយាយដោយធម្មតាអ្នកម្ដាយតាំងពីពេលដែលខ្ញុំឡើងលើទេមកមិនបាននិយាយសូម្បីតែមួយម៉ាត់ថាខ្ញុំធ្វើឲ្យបងជីដូនមួយខឹងមែនទេម្ដាយឲ្យស្នៀតសក់លោកយាយជូនទៅបងស្រីខ្ញុំគ្មានអ្វីត្រូវនិយាយទេប៉ុន្តែអ្នកម្ដាយខ្ញុំក៏ជាកូនបង្កើតរបស់អ្នកដែរទោះបីជាអ្នកមិនចូលចិត្តខ្ញុំក៏ដោយសូមមេត្តាអ្នកម្ដាយរក្សាទឹកមួយចានឲ្យស្មើភាពពាក្យសម្ដីរបស់ខ្ញុំធ្វើឲ្យមុខម្ដាយម្ដងក្រហមម្ដងខឿមួយរំពេចជាញនៅដើមទ្រូងរបស់ម្ដាយនិយាយទន់នឹងខ្សោយថាឲ្យសូមកុំបន្ទោសប្អូនស្រីអីទាំងអស់កំហុសរបស់ខ្ញុំគឺចិត្តចង្អៀតពេក